ជាភាពសួរទូរទស្សនិកជនជាទីមេត្រីនៅពេលនេះសូមអញ្ជើញលោកអ្នកនាងបន្តតាមដានទស្សនានៃការផ្សាយផ្ទាល់ព័ត៌មានពីបណ្ដាញទូរទស្សន៍ VTV ព័ត៌មានដែលយើងខ្ញុំតែពីអ្នកជម្រាបជូនទាំងព័ត៌មានជាតិក៏ដូចជាព័ត៌មានអន្តរជាតិសូមអញ្ជើញលោកអ្នកនាងទស្សនានៅវេទិកាព័ត៌មានសំខាន់សម្រាប់ពេលនេះសិស្សានុសិស្សថ្នាក់ទី12សប្បាយចិត្តចំពោះប្រសាសន៍សម្ដេចតេជោថាប្រឡងបាក់ឌុបឆ្នាំនេះនឹងរឹតបន្តឹងឲ្យដូចឆ្នាំមុនកម្ពុជាចង់ឲ្យមានការហៅត្រង់ពីឥណ្ឌាដើម្បីជំរុញវិស័យទេសចរទាហាននេប៉ាល់ក្រុងបញ្ចប់ការដឹកជញ្ជូនជំនួយមុនពេលរដូវមូសុងជនអន្តោប្រវេសន៍រាប់រយនាក់មកដល់ម៉ាឡេស៊ីក្រោយការបង្ក្រាបរបស់អាជ្ញាធរថៃការវាយប្រហារលើឃ្លាំងអាវុធមីស៊ីលបណ្ដាលឲ្យផ្ទុះនៅក្នុងទីក្រុងសាណារួមនឹងព័ត៌មានសំខាន់ជាច្រើនទៀតចាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសម្រាប់ព័ត៌មានជាតិជាដំបូងនេះនាងខ្ញុំក៏សូមលើកឡើងទាក់ទងទៅនឹងចំណាប់អារម្មណ៍របស់សិស្សានុសិស្សចំនួន4នាក់ចាគឺនៅវិទ្យាល័យច្បារអំពៅដែលពួកគាត់ក៏បានលើកឡើងដែរទាក់ទងទៅនឹងប្រសាសន៍របស់សម្ដេចតេជោដែលបានលើកឡើងថាចំពោះការប្រឡងបាក់ឌុបនៅក្នុងឆ្នាំនេះចាគឺនឹងមានការរឹតបន្តឹងដូចឆ្នាំមុនដោយពួកគាត់គឺបង្ហាញអារម្មណ៍សប្បាយរីករាយពាក់ព័ន្ធទៅនឹងប្រសាសន៍របស់សម្ដេចសម្រាប់ខ្ញុំយល់ថាការប្រឡងបាក់ឌុបឆ្នាំនេះគឺល្អណាស់ព្រោះខ្ញុំបានឮពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោដែលបានលើកឡើងថាការប្រឡងឆ្នាំនេះគឺរឹតបន្តឹងឲ្យកាន់តែខ្លាំងជាងឆ្នាំមុនដូច្នេះអាចធ្វើឲ្យសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្របង្កើនសមត្ថភាពរបស់ខ្លួនដើម្បីប្រកួតប្រជែងយកជ័យលាភីក្នុងការប្រឡងថ្នាក់ជាតិជាច្រើនសម្រាប់ខ្ញុំពេលបានលើបែបនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ព្រោះខ្ញុំអាចបញ្ចេញសមត្ថភាពរបស់ខ្ញុំប្រកួតប្រជែងជាមួយអ្នកដទៃបាទហើយចេះជាក់ស្ដែងបានត្រៀមខ្លួនហើយនៅសម្រាប់ខ្ញុំបានត្រៀមខ្លួនរួចរាល់ចំពោះការប្រឡងលើកនេះហើយត្រៀមយ៉ាងម៉េចដែរដោយខំប្រឹងសិក្សាទ្វេមួយជាពីរចំពោះឆ្នាំនេះខ្ញុំបានខំប្រឹងសិក្សាទ្វេដងដោយខ្ញុំបានរៀបចំកាលវិភាគសិក្សាច្បាស់លាស់កំណត់ពេលវេលាច្បាស់លាស់ហើយខំប្រឹងស្រាវជ្រាវលំហាត់ពីប្រភពផ្សេងមកដោះស្រាយដើម្បីបង្កើនសមត្ថភាពរបស់ខ្ញុំជាការដែលល្អដែលគាត់ធ្វើដើម្បីឲ្យធនធានមនុស្សនៅប្រទេសកម្ពុជាគិតតែកើនឡើងហើយសិស្សានុសិស្សទាំងអស់នឹងខំប្រឹងប្រែងរៀនសូត្រដើម្បីបានប្រឡងទៅរៀននៅថ្នាក់សាកលវិទ្យាល័យក៏ដូចទៅជាដើម្បីរកមុខជំនាញដែលល្អសម្រាប់ខ្លួនឯងជាក់ស្ដែងចំពោះខ្ញុំបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងនៅថ្ងៃខាងមុខនេះរួចហើយត្រៀមតាំងពីចាប់ផ្ដើមរៀនដំបូងរហូតដល់ខែនេះខ្ញុំបានត្រៀមខ្លួនច្រើនសម្រាប់ការប្រឡងបាទសម្រាប់ខ្ញុំសង្ឃឹមថាខ្ញុំជឿជាក់នឹងសង្ឃឹមថាខ្ញុំនឹងប្រឡងជាប់បានល្អនៅថ្ងៃខាងមុខព្រោះអីទៅព្រោះខ្ញុំបានរៀនបានល្អដោយសារតែមានលោកគ្រូអ្នកគ្រូដែលគាត់បានបង្រៀនយកចិត្តទុកដាក់សម្រាប់ពង្រឹងគុណភាពពួកខ្ញុំដើម្បីឲ្យប្រឡងគឺតែបានល្អតាមប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែនគាត់បានមានប្រសាសន៍ថាមានការរឹតបន្តឹងជាងឆ្នាំមុននេះបើតាមគំនិតនាងខ្ញុំគិតថាគឺជាចំណុចមួយដ៏ល្អដែលអាចធ្វើឲ្យប្រជាប្រទេសខ្មែរមានការអប់រំខ្ពស់ខ្លាំងជាងមុននិងមានធនធានមនុស្សជាច្រើនហើយអាចធ្វើឲ្យប្រទេសខ្មែរអាចចូលរួមទៅក្នុងទីផ្សារសេរីនាងខ្ញុំគិតថាគឺជាសំណាងរបស់នាងខ្ញុំខ្លាំងណាស់មានកម្លាំងចិត្តនៅក្នុងការសិក្សារៀនសូត្រព្រោះកាលណាបើខ្ញុំខំសិក្សារៀនសូត្រធ្វើឲ្យលទ្ធផលរបស់ខ្ញុំកាន់តែល្អហើយអនាគតរបស់ខ្ញុំនឹងរុងរឿងខ្ញុំត្រៀមតាំងពីបឋមរហូតមកដល់ពេលនេះជាក់ស្ដែងនៅក្នុងឆ្នាំទី12នេះតែម្ដងគឺនាងខ្ញុំបានខំប្រឹង
ខ្លាំងជាងឆ្នាំណាទាំងអស់ចាភាពស្ពិតជាក់ស្ដែងតែងតែមានជាធម្មតាទេប៉ុន្តែនាងខ្ញុំនឹងខំប្រឹងបំពេញនៅចន្លោះខ្វះខាតដែលនាងខ្ញុំខ្វះខាតចំពោះការប្រឡងបាក់ឌុបឆ្នាំនេះគឺនាងខ្ញុំយល់ថាជាការល្អសម្រាប់ធ្វើឲ្យប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាយើងរឹតតែរឹងមាំរឹតតែល្អហើយធ្វើឲ្យមានធនធានមនុស្សរឹតតែច្រើនចំពោះដែលនេះខ្ញុំឮថាឮពីភាសារបស់សម្ដេចដែលគាត់មានបំណងចង់រឹតបន្តឹងចំពោះការប្រឡងឆ្នាំហ្នឹងឲ្យរឹតតែខ្លាំងជាងឆ្នាំមុនទៀតគឺនេះខ្ញុំសប្បាយចិត្តខ្លាំងព្រោះអីសម្រាប់អ្នកដែលគេមានសមត្ថភាពគ្រប់សមត្ថភាពពិតប្រាកដគឺគេអាចបញ្ចេញសមត្ថភាពនឹងបានហើយចំពោះលទ្ធផលដែលចេញមកគឺជាលទ្ធផលដែលពិតសុក្រិតហើយយុត្តិធម៌ចាគឺនាងខ្ញុំបានខិតខំរៀនសូត្រតាំងពីថ្នាក់បឋមមកអញ្ចឹងហើយរត់មកដល់ឆ្នាំនេះដល់ឮភាសារបស់សម្ដេចអញ្ចឹងទៀតគឺនាងខ្ញុំរត់តែសប្បាយចិត្តហើយរត់តែខំប្រឹងប្រែងសិក្សាបន្ថែមទៀតអញ្ចឹងនាងខ្ញុំគិតថាសមត្ថភាពនាងខ្ញុំគឺអាចបញ្ចេញបាននៅពេលប្រឡងហ្នឹងហើយចំពោះលទ្ធផលដែលទទួលបានគឺបើទោះជាត្រឹមតែជាប់បាននីតិនាងខ្ញុំសប្បាយចិត្តដែរព្រោះជាសមត្ថភាពពិតរបស់នាងខ្ញុំចានាងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការប្រឡងដែលនឹងចិត្តមកដល់ហ្នឹងគឺនាងខ្ញុំបានរៀបចំកាលវិភាគសិក្សាច្បាស់លាស់ជាងឆ្នាំមុនហើយវាអត់បានប្រើពាក្យខ្ជិលទៀតទេដោយពេលណាទំនេរពីការងារអីជួយម៉ាក់ប៉ាអីបានបន្តិចបន្តួចគឺនាងខ្ញុំកាន់សភៅរហូតហើយទោះពេលទៅដើរលេងក៏នាងខ្ញុំឆ្លៀតអានសភៅខ្លះដែរដើម្បីកុំឲ្យពេលវេលាកន្លងទៅអត់ប្រយោជន៍ចាដោយដែលបានដោយសិស្សានុសិស្សទាំង4នាក់នេះលើកឡើងហើយថាចំពោះការប្រឡងនៅសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំ2014-2015នៅក្នុងឆ្នាំនេះចាគឺនឹងធ្វើការរឹតបន្តឹងដូចឆ្នាំមុនពីព្រោះការធ្វើបែបនេះគឺជាកត្តាមួយដែលល្អបំផុតធ្វើឲ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រហើយពួកគេក៏បានបញ្ជាក់ប្រាប់ដែរថាសម្រាប់ពួកគេផ្ទាល់ចាគឺបានត្រៀមខ្លួនរួចរាល់អស់ហើយពលគឺបានសិក្សាតាំងតែពីថ្នាក់ទី1មកម្លេះដើម្បីត្រៀមប្រឡងបាក់ឌុបនេះដូចនេះហើយពួកគេក៏រំពឹងថាចំពោះការប្រឡងបាក់ឌុបចាគឺនៅថ្ងៃទី28ខែសីហាខាងមុខនេះនឹងជាប់ជាពុំខានដោយពួកគេក៏សូមឲ្យសិស្សានុសិស្សទាំងអស់ចាគឺនៅថ្នាក់ទី12ត្រូវតែខិតខំរៀនសូត្រទាំងអស់គ្នាព្រោះការប្រឡងពីមួយឆ្នាំទៅមួយឆ្នាំគឺកាន់តែតឹងតែងទៅហើយពលគឺអ្នកចេះគឺជាប់បាទលោកអ្នកនាងកញ្ញាជាទីមេត្រីយើងបន្តតែខ្លឹមសារព័ត៌មានជាបន្តទៀតតទៅនឹងវិស័យទេសចរវិញម្ដងបាទសម្រាប់បរិយាកាសកម្ពុជាចង់ឲ្យមានការហោះហើរត្រង់ពីប្រទេសឥណ្ឌាមកកាន់កម្ពុជាដើម្បីឲ្យវិស័យទេសចរកាន់តែមានភាពរីកចម្រើនឯកឧត្តមបណ្ឌិតសភាចាស់សុកអានឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានស្នើដល់លោកអាហ្សុកាទីប្រឹក្សាក្រុមសិក្សាស្រាវជ្រាវជួយបញ្ចុះបញ្ចូលក្រុមហ៊ុនអាកាសចរស៊ីវិលឥណ្ឌាបើកការហោះហើរត្រង់ពីទីក្រុងញូដេលីឥណ្ឌាមកកាន់ទីក្រុងសៀមរាបព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមដឹកភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើននៅក្នុងគណៈជំនុំពិភាក្សាជាមួយគណៈប្រតិភូក្រុមសិក្សាស្រាវជ្រាវនៃប្រទេសឥណ្ឌានៅរុស្ស៊ីថ្ងៃទី11ខែឧសភានៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តមបណ្ឌិតសភាចាស់សុកអានបានបន្តថាកម្ពុជានិងឥណ្ឌាមានទំនាក់ទំនងសហប្រតិបត្តិការល្អក្នុងនាមអាជ្ញាធរអាកាសចរស៊ីវិលកម្ពុជាឯកឧត្តមនឹងព្យាយាមជួយសម្របសម្រួលទៅតាមច្បាប់ធ្វើយ៉ាងណាជំរុញឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរដោយសារកំណើនភ្ញៀវទេសចរមានការកើនឡើងជាគំហុកក្នុងមួយឆ្នាំកើនឡើង 20% ឯកឧត្តមសុកអានក៏បានស្នើឲ្យក្រុមហ៊ុនផលិតខ្សែភាពយន្តឥណ្ឌាមកថតខ្សែភាពយន្តអំពីប្រាសាទអង្គរនិងតំបន់អង្គរជាផ្នែកមួយជួយទាក់ទាញអ្នកទេសចរឥណ្ឌាមកកាន់កម្ពុជាឲ្យបានច្រើនថែមទៀតឯកឧត្តមបានបញ្ជាក់ថាប្រទេសកម្ពុជាពីមុនជាប្រទេសអាណាចក្រនៅសតវត្សទី8មានប្រាសាទជាង 1500 ប្រាសាទទូទាំងប្រទេសមានបេតិកភណ្ឌអរូបីនិងរូបីកម្ពុជាចង់ឃើញប្រជាជនឥណ្ឌាកាន់សាសនាហិណ្ឌូដ៏ច្រើនជាងគេបំផុតនៅលើពិភពលោកមកទស្សនាកម្ពុជាដែលមានប្រាសាទហិណ្ឌូច្រើនជាងគេបំផុតនៅលើពិភពលោកបើយើងមានច្រកទ្វារវិស័យទេសចរយើងអាចបើកទ្វារឲ្យអ្នកវិនិយោគិនពីក្រៅប្រទេសឯកឧត្តមសុកអានក៏បានស្វាគមន៍ចំពោះផ្នែកសហគ្រាសធុនតូចនិងមធ្យមឥណ្ឌាមកវិនិយោគនៅកម្ពុជាផងដែរចាដែលឡែកពាក់ព័ន្ធទៅនឹងប្រពៃណីវប្បធម៌ភាសានិងវិទ្យាសាស្ត្រពិតដោយខាងអ្នកសិក្សាស្រាវជ្រាវរបស់ឥណ្ឌាក៏ធ្វើការសហការជាមួយនឹងអ្នកសិក្សាស្រាវជ្រាវកម្ពុជាដើម្បីសិក្សានិងធ្វើការស្វែងយល់អំពីកត្តាទាំងអស់នេះផងដែរមានក្រុមអ្នកប្រាជ្ញបណ្ឌិតមកពីប្រទេសឥណ្ឌាជាច្រើនអ្នកបានមកសិក្សាស្វែងយល់ជាមួយក្រុមអ្នកស្រាវជ្រាវកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជានៅថ្ងៃទី11ខែឧសភា
ការមកសិក្សាស្វែងយល់របស់ក្រុមអ្នកស្រាវជ្រាវទាំងនោះគឺដើម្បីរៀបចំគម្រោងសិក្សារួមគ្នាលើផ្នែកវប្បធម៌អរិយធម៌ប្រវត្តិសាស្ត្រវិទ្យាសាស្ត្រសង្គមព្រមទាំងផ្នែកវិទ្យាសាស្ត្រពិតដែលមានដូចជាគណិតវិទ្យាគណនេយ្យគីមីវិទ្យានិងរូបវិទ្យាជាដើមក្រៅពីមានគម្រោងសិក្សារួមគ្នាក្រុមអ្នកស្រាវជ្រាវមកពីប្រទេសឥណ្ឌាក៏មានគម្រោងជួយលើការបណ្ដុះបណ្ដាលភាសាសំស្ក្រឹតនិងបាលីរួមទាំងភាសាអង់គ្លេសនៅក្នុងជំនួបពិភាក្សានោះប្រធានរាជបណ្ឌិតសភាកម្ពុជាលោកជំទាវបណ្ឌិតសភាចាក្លូធីតាក៏បានស្វាគមន៍ចំពោះគម្រោងស្រាវជ្រាវរួមគ្នារវាងកម្ពុជានិងឥណ្ឌាដែលក្រុងនឹងចុះអនុស្សរណៈយោគយល់ឬ MOU នៅពេលខាងមុខក្រៅពីមានមតិស្វាគមន៍លោកជំទាវបណ្ឌិតសភាចាក៏បានជម្រាបជូនក្រុមអ្នកស្រាវជ្រាវមកពីប្រទេសឥណ្ឌានៅស្ថានភាពរួមរបស់ប្រទេសកម្ពុជាព្រមទាំងស្ថានភាពការងារស្រាវជ្រាវនៅក្នុងស្ថាប័នមួយនេះសូមរំលឹកផងដែរថាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់គឺរាជបណ្ឌិតសភាកម្ពុជានេះត្រូវបានបង្កើតឡើងជាលើកដំបូងនៅឆ្នាំ1965ដែលស្ថិតនៅក្នុងសម័យកាលសង្គមរាស្ត្រនិយមនៅបន្ទាប់ពីបង្កើតរួចស្ថាប័នមួយនេះបានដំណើរការទៅតាមទូនីតិនិងភារកិច្ចជាអ្នកស្រាវជ្រាវរបស់ខ្លួននោះទេដោយសារតែកម្ពុជាត្រូវធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមស្ថាប័នមួយនេះត្រូវបានផ្ដួចផ្ដើមគំនិតឲ្យបង្កើតឡើងវិញនៅឆ្នាំ1999ដោយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនចាប់តាំងពីការបង្កើតឡើងវិញមកស្ថាប័នរាជបណ្ឌិតសភាកម្ពុជាបានបណ្ដុះបណ្ដាលអ្នកស្រាវជ្រាវដែលមានកម្រិតចាប់ពីអនុបណ្ឌិតរហូតដល់បណ្ឌិតបានចំនួនជាង200នាក់រួចហើយលោកនាងកញ្ញាជាទីមេត្រីចំណែកឯខាងអាជ្ញាធរជាតិអប្សរាគ្រោងនឹងចាត់វិធានការការពារកុំឲ្យមានអ្នកលួចថតរូបអាក្រាតជាបន្តទៀតបាននៅពេលខាងមុខនេះគឺអ្នកដែលមានបំណងចង់ដោះសម្លៀកបំពាក់លួចថតនៅតាមទីតាំងប្រាង្គប្រាសាទរបស់កម្ពុជាអាចនឹងលែងមានឱកាសទៀតហើយបាទនេះបើតាមលោកអលង្កសលដែលជាប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរាថ្លែងឲ្យទូរទស្សន៍ BTV ដឹងនៅថ្ងៃនេះបាទលោកក៏បានបញ្ជាក់ផងដែរថាការលែងមានឱកាសនោះគឺដោយសារតែខាងអាជ្ញាធរជាតិអប្សរាគ្រោងរៀបចំគោលការណ៍គ្រឹះចំនួន2បាទគោលការណ៍គ្រឹះនោះគឺទី1តេតិនទៅនឹងក្រមសីលធម៌របស់អ្នកទេសចរបាទនឹងឯកសារវីដេអូសម្រាប់អប់រំអ្នកទេសចរតែម្ដងបានខត់ខ្លួនជនបរទេសទៅរូបគាត់ថតបញ្ចេញផ្នែកខាងក្រោយរបស់គាត់ណាបាទយើងបានខត់គាត់នៅបរិវេណប្រាសាទតាព្រំហើយជនបីរូបនោះគឺថាមានជាតិអ៊ីតាលីជាតិប្រទេសទីនហើយនិងហូឡង់ជាគោលការណ៍ហើយក៏ដូចជាសពមួយដងគឺថាអាជ្ញាធរអប្សរាយើងមានភារកិច្ចថតដើម្បីទប់ស្កាត់អំពើការថតអីចឹងបាទថតបង្ហាញនៅគេខ្មែរអីចឹងហើយយើងបានបញ្ជូនគាត់ទៅខាងប៉ូលីសនគរបាលទេសចរបាទនគរបាលទេសចរដែលគាត់មានភារៈជានគរបាលយុត្តិធម៌ក្នុងការបញ្ជូនសំណុំរឿងនឹងបន្តទៅទៀតជូនទៅខាងតុលាការបាទអញ្ចឹងគឺថាយើងបានគាត់ហើយយើងបានបញ្ជូនគាត់ទៅខាងបងនគរបាលទេសចរហើយបងនគរបាលទេសចររៀបចំសំណុំបែបបទសំណុំរឿងបន្តទៅទៀតជូនទៅខាងតុលាការនេះយើងជាលើកទី3ហើយក្នុងឆ្នាំនេះបើយើងនិយាយអំពីភាពសំរុំហើយនិងភាពថ្លៃថ្នូរវប្បធម៌ខ្មែររបស់យើងគឺថាការបង្ហាញនៅគេខ្មាស់គឺវាប៉ះពាល់ទៅដល់តម្លៃរបស់មនុស្សនឹងតែម្ដងបាទទី1គឺពាក់ព័ន្ធជាមួយនឹងតម្លៃរបស់មនុស្សនឹងតែម្ដងទី2យើងដឹងថាតំបន់អង្គរគឺជាទីកន្លែងដែលជាទីកន្លែងស័ក្តិសិទ្ធិជាទីកន្លែងគោរពបូជាបែបជំនឿនិងសាសនាហើយត្រូវបានដូនតាយើងកសាងឡើងក្នុងន័យនឹងឯងបាទដូច្នេះបើសិនជាជនបរទេសដែលគាត់មិនបានយល់មិនបានសិក្សាស្វែងយល់អំពីតម្លៃសង្គមអំពីតម្លៃវប្បធម៌និងតម្លៃបេតិកភណ្ឌរបស់កម្ពុជាបែរជាធ្វើនៅអំពើបែបហ្នឹងគឺថាវាមានការប៉ះពាល់ខ្លាំងណាស់ដល់កម្ពុជាជាពិសេសគឺថាគេទៅយុះជាតិដួងព្រលឹងនៃជាតិនឹងតែគួរកត់សម្គាល់ផងដែរថាផែនការដែលគ្រោងនឹងរៀបចំឡើងនេះគឺដោយសារតែកន្លងមកមានករណីអ្នកទេសចរបរទេសមួយចំនួនដែលមកទស្សនាប្រាង្គប្រាសាទបុរាណនៅកម្ពុជាតែងលបលួចដោះសម្លៀកបំពាក់ខ្លួនឯងដើម្បីថតរូបនៅតាមប្រាសាទមួយចំនួនជាពិសេសនៅតំបន់អង្គរតែម្ដងហើយចំពោះការលបលួចថតរបៀបនេះក៏ត្រូវបានអាជ្ញាធរជាតិមានសមត្ថកិច្ចបាទរបស់កម្ពុជាឃាត់ខ្លួនជនបរទេសទាំងអស់នោះបញ្ជូនទៅតុលាការជាច្រើនលើកន្លងមកដែរបាទទោះបីជាមានវិធានការបែបនេះក្តីក៏នៅតែមានបុគ្គលមួយចំនួនហ្នឹងនៅតែលបលួចប្រព្រឹត្តជាដដែលបាទហើយបើយើងគិតមកដល់នឹងខែឧសភាឆ្នាំ2015នេះតែម្ដងឃើញថាករណីលួចថតរូបអាក្រាតកាយនេះគឺកើតមានចំនួន3លើករួចមកហើយដោយគិតទាំងថ្ងៃទី10ឧសភាកន្លងមកថ្មីនេះទៀតនេះបើតាមប្រភពព័ត៌មានពីលោកលង្កសលដដែលនឹងបានបញ្ជាក់ឲ្យដឹង
ចាដែលឡៃតេតងទៅនឹងស្ត្រីខ្មែរដែលរងគ្រោះដោយសារតែការចាញ់បោកនៅមេខ្យល់បោកបញ្ឆោតយកទៅរៀបការជាមួយនឹងបរិសុជនជាតិចិននៅប្រទេសចិនចាគឺរហូតមកដល់ពេលនេះក៏មានការជួយជាបន្តបន្ទាប់ជាក់ស្ដែងនៅក្នុងថ្ងៃនេះផ្ទាល់តែម្ដងចាគឺជនរងគ្រោះចំនួន3នាក់ក៏នឹងមានការបញ្ជូនពីប្រទេសចិនមកកាន់កម្ពុជាចាគឺមកដល់ប្រទេសកម្ពុជានោះគឺនៅវេលាម៉ោង 11:30 នាទីយប់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយមានការណែនាំជាប្រចាំនិងយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហៅនំហុងរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិនបានសហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះស្ត្រីខ្មែរចំនួន3នាក់ដែលរងគ្រោះដោយមេខ្យល់បោកបញ្ឆោតនាំយកទៅរៀបការជាមួយបរិសុជនជាតិចិននៅខេត្តជាងស៊ីប្រទេសចិនស្ត្រីរងគ្រោះទាំង3នាក់រួមមាន1ហ៊ុនស្រីនិចមានស្រុកកំណើតនៅស្រុកពីរាំងខេត្តព្រៃវែង2សម្បត្តិគុន្ធាមានស្រុកកំណើតនៅស្រុកបារាយខេត្តកំពង់ធំ3សៅសរឿនមានស្រុកកំណើតនៅស្រុករមីហែកខេត្តស្វាយរៀងស្ថានទូតបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការអន្តរជាតិដើម្បីបញ្ជូនស្ត្រីរងគ្រោះទាំង3នាក់នេះមកដល់កម្ពុជាវិញនៅថ្ងៃទី12ខែឧសភាឆ្នាំ2015វេលាម៉ោង 11:30 នាទីយប់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាថ្មីម្ដងទៀតក្នុងនាមរាជរដ្ឋាភិបាលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរជាពិសេសនារីខ្មែរដែលជាជនងាយរងគ្រោះសូមធ្វើការប្រុងប្រយ័ត្នខ្ពស់កុំបន្តចាញ់បោកតាមការអូសទាញបញ្ចុះបញ្ចូលពីសំណាក់មេខ្យល់ដែលប៉ុនប៉ងនាំបងប្អូនទៅធ្វើការឬទៅរៀបការជាមួយបរិសុជនជាតិចិននៅប្រទេសចិនដោយធ្វើការសន្យាកុហកថានឹងទទួលបានលិបសក្ការៈប្រកាសជាច្រើនឲ្យសោះកន្លងមកក្រសួងក៏ដូចជាស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសជាពិសេសនៅប្រទេសចិនបានទទួលពាក្យបណ្ដឹងយ៉ាងច្រើនពីជនរងគ្រោះកន្លងមកក្រសួងក៏ដូចជាស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសជាពិសេសនៅប្រទេសចិនបានទទួលពាក្យបណ្ដឹងយ៉ាងច្រើនពីជនរងគ្រោះគ្រួសារជនរងគ្រោះនិងតាមរយៈអង្គការមួយចំនួនបច្ចុប្បន្នក្រសួងស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជាបាននឹងកំពុងជួយសង្គ្រោះនារីខ្មែររងគ្រោះទាំងនោះមកកម្ពុជាវិញជាបន្តបន្ទាប់បាទលោកនាងកញ្ញាជាទីមេត្រីយើងបន្តទៅខ្លឹមសារព័ត៌មានជាបន្តទៀតបាទហើយព័ត៌មាននេះលើកឡើងអំពីសិស្សពូកែបាទ2នាក់របស់ប្រទេសកម្ពុជាដែលដើមបាននៅមេដាយសម្រិទ្ធនិងពានរង្វាន់កិត្តិយសបាទគឺពីការប្រឡងរូបវិទ្យាអូឡ িম্প យ៉ាប្រចាំទ្វីបអាស៊ីនៅក្នុងទឹកដីរបស់ប្រទេសចិនតែម្ដងបាទសិស្សពូកែផ្នែករូបវិទ្យាម្នាក់មកពីវិទ្យាល័យបាក់ទូកដែលមានឈ្មោះថាហេងសូវីរ៉ូបានទទួលនៅមេដាយសម្រិទ្ធមួយគ្រឿងពីការចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងរូបវិទ្យាអូឡ িম্প យ៉ាទ្វីបអាស៊ីលើកទី16នៅប្រទេសចិនបាទកាលពីសប្តាហ៍មុនតែម្ដងគណៈសិស្សស្រីម្នាក់ទៀតហ្នឹងមកពីវិទ្យាល័យមង្គលបុរីខេត្តបន្ទាយមានជ័យគឺកញ្ញាប្រាក់ស៊ីវហួរបានទទួលពានរង្វាន់កិត្តិយសនៅក្នុងចំណោមសិស្សពូកែទូទាំងទ្វីបអាស៊ីប្រមាណជិត200នាក់ដែលមកចូលរួមនៅក្នុងការប្រឡងលើកនេះលោកអឹងង៉ាហុកដែលជាប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះដឹងទូទៅក៏បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាននៅក្នុងពិធីទទួលស្វាគមន៍ម្ចាស់ជ័យលាភីមេដាយសម្រិទ្ធនិងពានរង្វាន់កិត្តិយសនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីល្ងាចថ្ងៃទី11ខែឧសភាម្សិលមិញថាក្រោយទទួលបាននូវលិខិតអញ្ជើញពីគណៈកម្មាធិការរៀបចំកម្មវិធីប្រឡងរូបវិទ្យាជាលក្ខណៈអន្តរជាតិខាងលើខាងក្រសួងនឹងក៏បានសម្រិតសម្រាំងបាទយកនៅសិស្សពូកែថ្នាក់ជាតិចំនួន5រូបបាទបញ្ជូនទៅចូលរួមប្រឡងរូបវិទ្យាអូឡ িম্প យ៉ាទ្វីបអាស៊ីនេះតែម្ដងដែលបានធ្វើឡើងចាប់ពីថ្ងៃទី3បាទរហូតដល់ថ្ងៃទី11ខែឧសភាម្សិលមិញនៅខាងប្រទេសចិនបាទលោកក៏បានបន្តថាបន្ទាប់ពីធ្វើការប្រឡងយ៉ាងស្វិតស្វាញពីមួយវគ្គទៅមួយវគ្គតាំងពីការប្រឡងជម្រុះថ្នាក់ជាតិបាទរហូតបានចូលរួមប្រឡងរូបវិទ្យាអូឡ িম্প យ៉ាទ្វីបអាស៊ីនៅក្នុងចំណោមសិស្សពូកែកម្ពុជា5នាក់មានតែយុវជនហេងសូវីរ៉ូម្នាក់គត់ដែលដណ្ដើមបាននៅមេដាយសម្រិទ្ធគណៈដែលកញ្ញាប្រាក់ស៊ីហួរទទួលបាននឹងពានរង្វាន់កិត្តិយសប៉ុន្តែទោះជាយ៉ាងណានេះក៏ជាសមិទ្ធផលប្រវត្តិសាស្ត្រហើយដែលកម្ពុជារកបាននៅមេដាយសម្រិទ្ធលើកដំបូងនៅក្នុងការចូលរួមចំនួន16លើកកន្លងមកបាទនៅថ្ងៃនេះគឺនៅពេលបន្តិចទៀតនេះសិស្សរបស់យើងនឹងត្រឡប់មកពីប្រទេសចិនវិញខេត្តស៊ីជៀនក្នុងការបន្ទាប់ពីចូលរួមក្នុងការប្រកួតអូឡ িম্প យ៉ារូបវិទ្យាប្រចាំទ្វីបអាស៊ីយើងបានបញ្ជូនទៅតាំងពីថ្ងៃទី3ខែឧសភាកន្លងមកនេះគឺមានគ្រូដឹកនាំ2នាក់ហើយនិងសិស្ស5នាក់
ឥឡូវនេះជាលទ្ធផលដែលនឹងមកដល់ក្នុងពេលបន្តិចទៀតនេះគឺយើងទទួលបានមេដាយសម្រិត1នាក់ហើយនឹងពានរង្វាន់កិត្តិយស1នាក់បាទមានប្រមាណប្រទេសចូលរួមប្រឡងនោះបងចិនបាទក្នុងក្របខ័ណ្ឌទ្វីបអាស៊ីគឺយើងមានក្នុងប្រទេសក្នុងបណ្ដានៅទ្វីបអាស៊ីនេះទាំងអស់តែម្ដងហើយខ្ញុំមិនបញ្ជាក់មិនចាំច្បាស់ពីចំនួនទេហើយគ្រូនៅពេលដែលអស់លោកគ្រូដឹកនាំគឺនឹងបញ្ជាក់ច្បាស់អំពីចំនួនបេក្ខជនក៏ដូចជាចំនួនប្រទេសដែលចូលរួមប៉ុន្តែនេះជាលក្ខណៈអន្តរជាតិក្នុងទ្វីបអាស៊ីមានន័យថាប្រទេសក្នុងទ្វីបអាស៊ីទាំងអស់នឹងចូលរួមក្នុងការប្រកួតប្រជែងនេះបាទនេះជាលើកច្រើនលើកហើយគឺយ៉ាងខ្ញុំមិនច្បាស់ប៉ុន្តែក្នុងខ្ទង់3 4 5លើកហើយការប្រកួត APO ភាសាអក្សរកាត់ហៅ APO គឺ Asian Olympiad Physics Olympiad មានន័យថាការប្រកួតប្រជែងរូបវិទ្យាប្រចាំទ្វីបអាស៊ីមានលក្ខណៈស្វិតស្វាញដែរតាមពិតគឺការប្រកួតនេះគឺកន្លងមកហើយគឺយើងធ្លាប់ចូលរួមច្រើនដងហើយមិនដែលបានទទួលទេមិនដែលបានទទួលមេដាយទេនេះគឺជាលើកទី1ហើយដែលកម្ពុជាបានទទួលមេដាយសម្រិតមួយនៅក្នុងឱកាសនេះបាទនេះគឺជាការខិតខំប្រឹងប្រែងពីព្រោះយើងបានបំពន់នៅសិស្សរបស់យើងឆ្នាំនេះគឺយើងបានបំពន់ពេញខែមានន័យថាយើងបំពន់6ខែពេញបាទនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរដែលបានបំពន់យកចិត្តទុកដាក់បំពន់សិស្សរបស់យើងដើម្បីទទួលបានលទ្ធផលនៅពេលនេះហើយអ្នកដែលត្រូវចូលរួមនេះគឺសិតតែយើងសម្រាំងពីជ័យលាភីថ្នាក់ជាតិមានន័យថាម្នាក់ដែលបានពានរង្វាន់មេដាយនេះគឺជាអតីតជ័យលាភីសិស្សពូកែថ្នាក់ជាតិផងដែរហើយអ្នកដែលបានពានរង្វាន់កិត្តិយសក៏សិតតែជាអតីតជ័យលាភីសិស្សពូកែថ្នាក់ជាតិផងដែរបាទចំណែកឯលោកជ័យចន្ទធឿនដែលជាសាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលជាប្រតិភូដឹកនាំសិស្សពូកែកម្ពុជាទៅចូលរួមប្រឡងនៅក្នុងកម្មវិធីខាងលើក៏បានលើកឡើងថាពិតជាមិនងាយស្រួលប៉ុន្មាននោះទេទម្រាំតែយុវជនហេងសូវេរ៉ូអាចបំបែកកំណត់ត្រាប្រវត្តិសាស្ត្រជូនប្រទេសកម្ពុជាបានតាមរយៈការដណ្ដើមនៅមេដាយសម្រិតមួយគ្រឿងសម្រាប់ការចូលរួមលើកទី16នេះ A4 ណាគឺ Asian Physics Olympiad នៅក្នុងឆ្នាំ2015យើងបានធ្វើនៅប្រទេសចិននៅទីក្រុងហានជូហើយមានប្រទេសចំនួន25បានចូលរួមបេក្ខជនសរុបប្រឡងចំនួន180នាក់ទូទាំងតំបន់អាស៊ីហើយនៅក្នុងនោះក៏គេបែងចែកជាមេដាយមាសមេដាយប្រាក់មេដាយសម្រិតហើយនឹងពានកិត្តិយសបាទហើយចំពោះប្រទេសកម្ពុជាយើងគឺឆ្នាំនេះគឺជាឆ្នាំប្រវត្តិសាស្ត្រគឺជាឆ្នាំដែលយើងទទួលបានមេដាយនៅក្នុងការប្រឡងរូបវិទ្យាថ្នាក់អាស៊ីលើកទី1គឺមេដាយកិត្តិយស1ហើយនិងមេដាយសម្រិត1បាទការប្រឡងនេះគឺគេបែងចែកវិញ្ញាសាជា2ប្រភេទគឺវិញ្ញាសាទ្រឹស្ដីរូបវិទ្យាក្នុងរយៈពេល5ម៉ោងហើយក្នុង5ម៉ោងហ្នឹងគឺមានលំហាត់ចំនួន3លំហាត់ជាលំហាត់បែបស្រាវជ្រាវកម្រិតខ្ពស់ដែលថ្នាក់ស្រុកយើងគឺពិបាករកកម្រិតប្រៀបបាទគឺកម្រិតខ្ពស់មែនតើហើយមានវិញ្ញាសាមួយទៀតគេហៅថាវិញ្ញាសាបែបពិសោធន៍វិទ្យាសាស្ត្រដែរសិតតែកម្រិតស្រាវជ្រាវវិទ្យាសាស្ត្រកម្រិតខ្ពស់ដែរហើយមានរយៈពេល5ម៉ោងបាទការពិសោធន៍អញ្ចឹងប្រឡងនេះមានពិសោធន៍ផងមានទ្រឹស្ដីផងបាទទាំងពីរហ្នឹងបូកចូលគ្នាផ្សារភ្ជាប់ជាមួយនឹងការអនុវត្តវិទ្យាសាស្ត្រដើម្បីអភិវឌ្ឍសង្គមក្នុងបច្ចុប្បន្នហ្នឹងគឺគេត្រូវធ្វើអញ្ចឹងបេក្ខជនលេខ1គឺបានបន្ទុក48លើ50បាទបានទៅលើប្រទេសចិនបាទប្រទេសចិនគឺឆ្នាំនេះក៏ដោយគាត់ធ្វើជាម្ចាស់ផ្ទះអញ្ចឹងគាត់បញ្ជូនបេក្ខជន2ក្រុមមានចំនួន16នាក់ដែលមេដាយមាសនោះទាំងអស់វាបាន30មេដាយមាសប្រទេសចិនហ្នឹងយកអស់16មេដាយមាសទៅហើយបាទគឺនៅលេខលើគេតែម្ដងបាទព្រោះដោយសារបាទយើងគឺដោយសារយើងប្រទេសតូចយើងបញ្ជូនទៅ5នាក់សិនបាទអញ្ចឹងយើងបានមេដាយសម្រិត1ហើយនិងមេដាយកិត្តិយស1ហ្នឹងបាទបើប្រៀបធៀបទៅនឹងប្រទេសដែលកំពុងអភិវឌ្ឍដូចគ្នាប្រទេសកម្ពុជាគឺលេចធ្លោមែនតើហើយគឺមានការភ្ញាក់ផ្អើលចំពោះពិភពលោកមែនតើដែលឡែកសម័យខ្លួនហេងសូវេរ៉ូក៏បានទទួលស្គាល់អំពីសមត្ថភាពរបស់ខ្លួនដែលទទួលបានត្រឹមមេដាយសម្រិតមិនអាចដណ្ដើមយកមេដាយមាសជូនប្រទេសជាតិកម្ពុជាប៉ុន្តែគាត់ពិតជាខំប្រឹងអស់ពីសមត្ថភាពហើយ
មិនត្រឹមតែប៉ុណ្ណោះលោកហេងសូវីរ៉ូក៏បានអំពាវនាវឲ្យយុវសាស្ត្រចំនួនក្រោយខិតខំបន្ថែមទៀតដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីអន្តរជាតិនានាដែលមានក្រសួងអប់រំយុវជននិងកីឡាជាអ្នកឧបត្ថម្ភទាំងការបំពន់សមត្ថភាពចំណេះដឹងនិងសហគមន៍ផ្សេងខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងព្រោះខ្ញុំមិនដឹងស្មានថាខ្ញុំអាចធ្វើបានដូចលំហាត់វាមានការលំបាកខ្លាំងបើធៀបមួយប្រទេសប្រទេសសិទ្ធិការប្រទេសយើងហើយវាមានការចូលរួមពីប្រទេសខ្លាំងជាងខ្មែរយើងច្រើនអញ្ចឹងវាមានការលំបាកខ្លាំងឲ្យពួកគាត់ឆ្នាំក្រោយឲ្យគាត់ខំប្រឹងរៀនបានច្រើនតស៊ូស្រាវជ្រាវហើយមានចម្ងល់ទៅសួរគ្រូយើងត្រូវខំប្រឹងតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំយុទ្ធសាស្ត្រចំពោះលំហាត់មួយចំនួនខ្ញុំអត់ច្បាស់ដែរប៉ុន្តែខ្ញុំធ្វើតាមអ្វីដែលខ្ញុំអាចសេបានមិនគិតត្រូវឬខុសបាទលោកនាងកញ្ញាជាទីមេត្រីបាយមិញនេះលោកនាងទៅបានទស្សនានៅព្រឹត្តិការណ៍ព័ត៌មានក្នុងប្រទេសហើយសូមបញ្ជាបន្តទស្សនាព័ត៌មានអន្តរជាតិនាពេលបន្តិចទៀតនេះ